លោកផែងវណ្ណៈបើកកកាយរឿងរ៉ាវកូនខ្លាវាយកបជនម្នាក់ឲ្យប្រកាញ់និងការប៉ិតនៅពីក្រោយការយកឈ្មោះទិវា07មកប្រើអះអាងខ្លួនឯងថាជាកូនខ្លាជិះម៉ូតូដេញធាក់គេឲ្យដួលហើយចុះទៅទាត់ធាក់នឹងប្រហាដំបងយ៉ាងសាហាវខូបណ្ដាលឲ្យជនរងគ្រោះដេកប្រកាច់លើផ្លូវតើអាងអំណាចអ្នកណាបានជាថ្លើមធំហ៊ានប្រព្រឹត្តអំពើប្រៃផ្សៃកណ្ដាលរាជធានីភ្នំពេញបែបនេះប៉ុន្តែច្បាប់មានភ្នែកដែកមានមុខមិនតាន់បានប៉ុន្មានផងក្មេងទំនើងដែលតាំងខ្លួនជាកូនខ្លារូបនោះនិងបពុត្រូវបានសមត្ថកិច្ចក្របបួចបានជាបន្តបន្ទាប់ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺការពិតនៅពីក្រោយខ្នងយកឈ្មោះនិងរហស្សនាមរបស់មន្ត្រីនគរបាលជាន់ខ្ពស់មកប្រើប្រាស់ដើម្បីបិទបាំងអំពើល្មើសតើសាច់រឿងស៊ីជម្រៅយ៉ាងណានោះសូមអញ្ជើញប្រិយមិត្តមកតាមដានសេចក្តីរាយការណ៍លម្អិតនិងការវិភាគជាបន្តបន្ទាប់ជាមួយនាងខ្ញុំប្រិយមិត្តអ្នកស្ដាប់ជាទីគោរពហេតុការណ៍អំពើហិង្សាយ៉ាងប្រៃផ្សៃនិងអកលុកសង្គមមួយនេះបានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី26 ខែកក្កដាឆ្នាំ2026កន្លងទៅនេះស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញយោងតាមការស្រាវជ្រាវនិងសេចក្តីរាយការណ៍ជុំវិញហេតុការណ៍នេះបានឲ្យដឹងថាមានក្រុមយុវជនទំនើងមួយក្រុមដែលអះអាងយ៉ាងពេញមាត់ថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ចបានធ្វើសកម្មភាពជិះម៉ូតូប្រដេញតាមយុវជន2នាក់ដែលកំពុងជិះម៉ូតូមួយគ្រឿងតាមផ្លូវសាធារណៈលុះដេញតាន់ក្រុមកូនខ្លាទាំងនោះបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឲ្យដួលរលំលើចិញ្ចើមផ្លូវយ៉ាងរន្ធត់មិនត្រឹមតែប៉ុណ្ណោះក្រុមជនល្មើសបានចុះទៅប្រើហិង្សាវាយទាត់និងធាក់លើជនរងគ្រោះយ៉ាងធ្ងន់ធ្ងរបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ធ្ងររហូតដេកប្រកាច់លើដីមើលទៅគូឲ្យអាណត្តិអាធម្មជាពន់ពេកក្រោយការហេតុការណ៍ដ៏សាហាវនេះវីដេអូនិងព័ត៌មានបានផ្ទុះឡើងពេញបណ្ដាញសង្គមបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជនដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃបទល្មើសនិងដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋអាយដាមឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឲ្យកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបើកការស្រាវជ្រាវនិងតាមចាប់ខ្លួនក្រុមកូនខ្លានិងមេខ្លាទាំងនោះយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាដាច់ខាតដោយគ្មានការលើកលែងឡើយជាមួយគ្នានោះអាយដាមស្នងការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រសិនបើបានដឹងឬប្រទះឃើញមុខសញ្ញាក្រុមកូនខ្លានិងបពុសូមរាយការណ៍និងផ្ដល់ព័ត៌មានជូនសមត្ថកិច្ចជាបន្ទាន់ជាលទ្ធផលនៃការយកចិត្តទុកដាក់និងការចាត់វិធានការយ៉ាងក្តៅគគុកនៅល្ងាចថ្ងៃទី28 ខែកក្កដាឆ្នាំ2026កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានឈានទៅខាត់ខ្លួនជនល្មើសម្នាក់ឈ្មោះរតនពិសាលអាយុ17ឆ្នាំមុខរបរមិនពិតប្រាកដដែលជាបុគ្គលអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ចនោះតាមប្រភពព័ត៌មានបានបញ្ជាក់ថាក្រោយកើតហេតុអាណាព្យាបាលគឺឪពុករបស់ជនល្មើសរូបនេះបានសម្រេចចិត្តនាំកូនប្រុសរបស់ខ្លួនមកប្រកល់ជូនអាវុធហត្ថខណ្ឌទូកោកដើម្បីឲ្យចាត់ការបន្តតាមនីតិវិធីជនសង្ស័យឈ្មោះរតនពិសាលត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញភ្លាមនៅថ្ងៃទី29 ខែកក្កដាឆ្នាំ2026កម្លាំងនគរបាលបានបន្តប្រតិបត្តិការយ៉ាងក្តៅគគុករហូតស្រាវជ្រាវនិងខត់ខ្លួនបានកូនខ្លាម្នាក់ទៀតនៅក្នុងសង្កាត់តឹងមានជ័យ1ខណ្ឌមានជ័យរាជធានីភ្នំពេញដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ប្រិមិត្តពុកម៉ែបងប្អូនពាក់ព័ន្ធនឹងរឿងអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ចនេះដែរព័ត៌មានคล้ายៗនឹងការភ័ន្តច្រឡំជាច្រើនបានរីករាលដាលនៅលើបណ្ដាញសង្គមជុំវិញបញ្ហានេះលោកផែនវណ្ណៈអ្នកសារព័ត៌មានដ៏ល្បីល្បាញមួយរូបបានចេញមុខធ្វើការបកស្រាយយ៉ាងច្បាស់ដើម្បីជំរះមន្ទិលសង្ស័យនិងការពារកិត្តិយសរបស់មន្ត្រីសមត្ថកិច្ចដែលមានបរិសុទ្ធភាពលោកផែនវណ្ណៈបានគូបញ្ជាក់ថាលោកវរៈសនីតូអុកចម្រើននាយការិយាល័យព្រំប្រទានកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានរហស្សនាមថាទិវា07គឺជាមន្ត្រីបង្ក្រាបក្មេងទំនើងដ៏ស្ទាត់ជំនាញនិងបានដឹកនាំបង្ក្រាបបទល្មើសក្មេងទំនើងក្នុងរាជធានីភ្នំពេញបានជាច្រើនករណីកន្លងមកលោកវរៈសនីតូអុកចម្រើនមិនមានការប្រព្រឹត្តឬពាក់ព័ន្ធទាល់តែសោះជាមួយនឹងអំពើហិង្សាសកម្មភាពក្មេងពាលដែលបានវាយទတ်ធាក់យុវជនរងគ្រោះនោះឡើយអ្វីដែលកើតឡើងគឺគ្រាន់តែជាទង្វើរបស់ក្មេងពាលអនាថាម្នាក់ដែលបានយករហស្សនាមទិវា07របស់លោកទៅប្រាប់
ប់គេឯងដើម្បីកាងនិងគម្រាមកំហែងអ្នកដទៃតែប៉ុណ្ណោះលោកផាញ់វណ្ណៈក៏បានអំពាវនាវដល់មហាជននិងប្រជាពលរដ្ឋទាំងអស់ត្រូវចេះស្រាវជ្រាវនិងស៊ើបបញ្ជាក់ពីព័ត៌មានឲ្យបានច្បាស់លាស់ជិះវៀងការជេរឬចោទប្រកាន់ទៅលើមន្ត្រីអាជ្ញាធរដែលប្រកាន់ខ្ជាប់នៅភាពត្រឹមត្រូវនិងគ្មានកំហុសឡើយប្រិមិត្តអ្នកស្ដាប់ជាទីគោរពឆ្លងកាត់ព្រឹត្តិការណ៍និងហេតុការណ៍ដែលនាងខ្ញុំម៉ារីបានជម្រាបជូនខាងលើនេះយើងអាចធ្វើការវិភាគស៊ីជម្រៅទៅលើចំណុចសំខាន់ចំនួន3ដែលសង្គមយើងត្រូវតែយកចិត្តទុកដាក់និងពិចារណាទាំងអស់គ្នា1មេរោគសង្គមជំងឺអាងខ្នងនិងអាងឈ្មោះករណីក្មេងតំណែងឈ្មោះរតនពិសាលនិងប៉ពុដែលហ៊ានដើរស្រែកប្រាប់គេថាខ្លួនជាកូនខ្លាឬយករហស្សនាមមន្ត្រីទិវា07មកប្រើគឺស្ដែងឲ្យឃើញយ៉ាងច្បាស់ពីវិបលាស់ផ្លូវចិត្តនិងជំងឺសង្គមមួយដែលក្មេងតំណែងមួយចំនួនតូចតែងយកច្រឡំថាមានខ្សែស្រឡាយឬស្គាល់មន្ត្រីមានអំណាចគឺជាអាវក្រោះក្នុងការរំលោភច្បាប់និងធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ទង្វើនេះមិនត្រឹមតែជាបទល្មើសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរនោះទេប៉ុន្តែវាថែមទាំងជាការបំផ្លាញកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់កម្លាំងប្រដាប់អាវុធដែលខិតខំបំពេញភារកិច្ចពោពេញដោយការពារសន្តិសុខជូនប្រជាពលរដ្ឋយប់ថ្ងៃផងដែរ2គំរូនិងការទទួលខុសត្រូវរបស់អាណាព្យាបាលចំណុចមួយដែលគួរឲ្យកត់សម្គាល់និងកោតសរសើរក្នុងករណីនេះគឺសកម្មភាពរបស់ឪពុកជនល្មើសនៅពេលដែលដឹងថាកូនប្រុសរបស់ខ្លួនបានប្រព្រឹត្តអំពើល្មើសច្បាប់និងប្រើហិង្សាលើជនដទៃឪពុកមិនបានស្វែងរកអន្តរាគមន៍បិទបាំងឬរត់ការជួយកូនក្នុងផ្លូវខុសនោះឡើយផ្ទុយទៅវិញលោកបានសម្រេចចិត្តនាំកូនប្រុសមកប្រកល់ជូនសមត្ថកិច្ចអាវុធហាត់ដោយតដៃនេះគឺជាគំរូនៃការទទួលខុសត្រូវដ៏ត្រឹមត្រូវរបស់អាណាព្យាបាលក្នុងការអប់រំនិងអនុញ្ញាតឲ្យច្បាប់កែប្រែកូនជិះវៀងការស្រឡាញ់កូនក្នុងផ្លូវខុសដែលនាំឲ្យកូនកាន់តែហ៊ានប្រព្រឹត្តបទល្មើសធំជាងនេះនៅពេលអនាគត3ស្មារតីស្មើភាពនិងការផ្ទៀងផ្ទាត់ព័ត៌មានលើបណ្ដាញសង្គមចំណុចចុងក្រោយគឺការឆ្លើយតបយ៉ាងឆាប់រហ័សរបស់កម្លាំងអាវុធហត្ថនិងនគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមសេនីយ៍អាយជុននរិនបានបង្ហាញឲ្យឃើញថាមិនថាមុខសញ្ញាអាងឈ្មោះជាកូនខ្លាឬកូនស្ដាច់នោះទេឲ្យតែប្រព្រឹត្តល្មើសច្បាប់គឺតែងតែចាត់ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងបន្ថែមពីនេះសាររបស់លោកផាញ់វណ្ណៈក៏ជាការរំលឹកដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ឲ្យមានការប្រុងប្រយ័ត្ននិងជៀសវាងការចែករំលែកព័ត៌មានមិនពិតដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីអាជ្ញាធរស្អាតស្អំដែលកំពុងធ្វើការដើម្បីសង្គមជាតិប្រិមិត្តជាទីគោរពករណីនេះគឺជាមេរៀននិងជាការដាស់តឿនយ៉ាងច្បាស់ដល់យុវជនមួយចំនួនដែលចូលចិត្តកាងឬអាងខ្នងអាងអំណាចសូមបញ្ឈប់សកម្មភាពទំនើងទាំងអស់នោះជាបន្ទាន់ព្រោះគ្មាននរណាម្នាក់អាចរស់នៅលើច្បាប់បានឡើយ